វេទិកាបញ្ចេញទស្សនៈលើកទី19ស្ដីពីកម្ពុជាឆ្ពោះទៅកាន់បញ្ចប់អេដស៍ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍1ធ្នូឆ្នាំ2025ក្រោមមូលបត្រសកលយកឈ្នះការរំខានបរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍នាថ្ងៃច័ន្ទទី24ខែវិច្ឆិកាឆ្នាំ2025កាកបាទក្រហមកម្ពុជានិងសាកលវិទ្យាល័យ Belty អន្តរជាតិបានរៀបចំកម្មវិធីវេទិកាបញ្ចេញទស្សនៈស្ដីពីកម្ពុជាឆ្ពោះទៅបញ្ចប់អេដស៍ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍1ធ្នូឆ្នាំ2025ក្រោមមូលបត្រសកលយកឈ្នះការរំខានបរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍ក្រោមអធិបតីភាពឯកឧត្តមយូឡាណាអគ្គលេខាធិការរងទី2កាកបាទក្រហមកម្ពុជានិងជាអនុប្រធានក្រុមការងារអិសរាជជនឆ្នើមថ្នាក់ជាតិនិងឯកឧត្តមរីណាវុធសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Belty អន្តរជាតិនិងជាប្រធានកិត្តិយសនៃក្លឹបយុវជនកាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យ Belty អន្តរជាតិព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវថ្នាក់ដឹកនាំបុគ្គលិកសាស្ត្រាចារ្យនិងនិស្សិតនៃសាកលវិទ្យាល័យ Belty អន្តរជាតិសរុបជាង850នាក់ដែលប្រព្រឹត្តទៅនៅសាកលវិទ្យាល័យ Belty អន្តរជាតិទីតាំងទី2ស្ពានអាកាសចោមចៅវេទិកាបញ្ចេញទស្សនៈនេះធ្វើឡើងក្នុងគោលបំណងជំរុញលើកទឹកចិត្តជាពិសេសក្រមប្រជាជនគន្លឹះឲ្យរំលេចនៅកត្តាជោគជ័យដែលកម្ពុជាទទួលបានតាមរយៈបទអន្តរាគមន៍ដែលបាននឹងកំពុងអនុវត្តក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ព្រមទាំងកោះរំលើងបញ្ហាជាសារវ័ននៃការប្រឈមភាពខ្វះចន្លោះនិងការអំពាវនាវក្នុងការឈានឆ្ពោះសម្រេចគោលដៅ 95% ទី1ដែលទើបសម្រេចបាន 92% និងគោលដៅនិរន្តរភាពកម្មវិធីអេដស៍នៅឆ្នាំ2028ដោយនាងខ្ញុំហងពុតបរមីផ្សាយចេញពី Belty RU News សូមអរគុណសូមជម្រាបលា Belty International University, the future of global leaders.